សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំមានរឿងនិទានមួយលើកមកអានឲ្យបងប្អូនស្ដាប់ដែលមានចំណងជើងថាជីវិតដ៏រីករាយភាគ7មាសខ្លាយជាសត្វដែលគ្រប់គ្នាស្រឡាញ់បន្ទាប់ពីថ្ងៃដែលមាសបានជួយសង្គ្រោះម្ចាស់ថ្មីដំណឹងល្អបានរីករាលដាលពេញភូមិមនុស្សគ្រប់គ្នានិយាយអំពីឆ្កែមួយដែលមានចិត្តក្លាហាននិងស្មោះត្រង់រាល់ព្រឹកមាសដើរតាមម្ចាស់ថ្មីទៅទីផ្សារឬទៅវត្តមនុស្សជាច្រើនញញឹមដាក់វាក្មេងៗរត់មកលេងហើយស្ទាបក្បាលវាមាសមិនខ្លាចមនុស្សដូចមុនទៀតទេវាអង្គុយស្ងៀមឲ្យក្មេងៗលេងភ្នែកវាពោពេញដោយភាពកក់ក្ដៅថ្ងៃអាទិត្យមួយអ្នកភូមិប្រមូលផ្ដុំគ្នានៅមុខវត្តដើម្បីអរគុណមាសពួកគេយកខ្សែពួងយកអាហារនិងធ្វើស្លាកតូចមួយសរសេរថាមាសឆ្កែវីរៈបុរសនៃភូមិបុរសចំណាស់ឈរជិតមាសភ្នែកពោពេញដោយមោទនភាពគាត់និយាយថាមាសមិនមែនជាសត្វធម្មតាទេវាជាគ្រួសាររបស់ខ្ញុំពីថ្ងៃនោះមកមាសក្លាយទៅជាឆ្កែដែលគ្រប់គ្នាស្គាល់បើមានមនុស្សចម្លែកចូលភូមិវាស្រែកប្រមានបើមានក្មេងតូចបាត់ផ្លូវវាជួយនាំមកផ្ទះពេលល្ងាចមាសអង្គុយមកផ្ទះមើលថ្ងៃលិចបរោះចំណាស្ទាបក្បាលវាហើយនិយាយស្រាលថាបើបានរកឃើញផ្ទះថ្មីហើយមាសងាកមើលម្ចាស់ថ្មីភ្នែកវាស្ងប់បេះដូងវាមិនឈឺចាប់ដូចមុនទៀតតែពោពេញដោយសេចក្តីស្រឡាញ់វានឹកដល់ម្ចាស់ចាស់ប៉ុន្តែមិនយំទៀតព្រោះវាដឹងថាភាពស្មោះត្រង់របស់វាបានធ្វើឲ្យម្ចាស់ចាស់មោទនភាពនៅទីណាមួយនៅលើមេឃមាសដេកនៅមុខផ្ទះដោយចិត្តស្ងប់ស្ងាត់ជាមួយនឹងសំឡេងសត្វល្អិតយប់និងខ្យល់ត្រជាក់វាដឹងថាជីវិតថ្មីរបស់វាពោពេញដោយអត្ថន័យព្រោះវាត្រូវបានស្រឡាញ់ហើយវាក៏បានស្រឡាញ់វិញចារឿងនិទានថ្ងៃនេះចប់ត្រឹមនេះហើយសូមអរគុណដែលបានស្ដាប់បើបងប្អូនចូលចិត្តសូមជួយចុច like និង subscribe ជួបគ្នារឿងថ្មីនៅវីដេអូបន្ទាប់សូមអរគុណ